សួស្តីខ្ញុំបាទសម័យដារវុធសូមជម្រាបសួរបងប្អូនជនរួមជាតិពីចម្ងាយថ្ងៃនេះគឺជាថ្ងៃសុក្រទី10ខ្ញុំបាទចង់សំណេះសំណាលលេងជាមួយនឹងបងប្អូនព្រមទាំងបង្ហាញព្រឹត្តិការណ៍ខ្លះកាលពីព្រឹកថ្ងៃទី10នៅប្រទេសខ្មែរយើងទាហានចៅសៀមយកអត្រាមកឈូសឆាយតៃរបស់កម្ពុជាបន្ទាប់ពីមានវត្តមានរបស់ក្រុមអ្នកសង្កេតការអន្តរកាល IoT យើងឃើញថាសកម្មភាពរបស់ភាគីថៃគឺបានផ្អាកបន្តិចគឺថាមិនដំណើរការគ្រឿងចាក់បន្តទៅទៀតទេហាក់ដូចជាមានការខ្លាចរអានឹងក្រសែភ្នែកអ្នកសង្កេតការអន្តរកាល IoT ដូច្នេះនេះជាភស្តុតាងមួយយ៉ាងច្បាស់បញ្ជាក់ទៅកាន់ពិភពលោកបញ្ជាក់ថាភាគីថៃគឺរំលោភបំពានយ៉ាងក៏ឃ្លឿនមកលើដែនអធិបតេយ្យរបស់កម្ពុជាហើយទីតាំងនេះគឺជាដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋយើងដែលលោកបានប្រើប្រាស់កាន់កាប់អាស្រ័យផលដោយស្របច្បាប់តាំងពីយូរយារតជំនាន់ណាមកហើយម៉ោងពេលព្រលឹមឡើងកងអនុព័ន្ធយោធាចម្រុះជាតិសាសន៍ដែលដឹកនាំដោយប្រទេសខ្មែរយើងទៅកាន់ទីកន្លែងដែលចៅសៀមធ្លាប់ដាក់លូបន្លាឈ្លានពានតែត្រូវបានប្រជាជាតិខ្មែរដ៏ពូកែខ្លាំងក្លារួមជាមួយនឹងព្រះសង្ឃទាញអូសលុះបន្លានោះចេញពីតំបន់នោះអ្វីដែលចៅសៀមនឹកស្មានមិនដល់នោះគឺជារឿងពិតទេវតាមានភ្នែកមែនកងអនុព័ន្ធយោធាចម្រុះជាតិសាសន៍ក៏បានចាក់ចេញពីកន្លែងចៅសៀមចាប់ផ្ដើមធ្វើប្រតិបត្តិការឈូសឆាយដីដល់ពេលឈូសឆាយដីបានបន្តិចទៅក៏អនុព័ន្ធយោធាចម្រុះជាតិសាសន៍ក៏ត្រឡប់មកវិញព្រោះនោះគឺជាការរៀបចំដើម្បីឃ្លាំមើលបាត់ឈប់បាញ់ដែលបានចុះជាធរមានកាលពីថ្ងៃទី28ខែកក្កដា2025កន្លងមកចៅសៀមភ្ញាក់ផ្អើលឃើញកងអនុព័ន្ធយោធាចម្រុះជាតិសាសន៍មកយ៉ាងសន្ធឹកត្រឡប់មកវិញក៏ឈប់ឈូសឆាយរៀបចំដោះមីនម្ដងហើយការដែលរៀបចំដោះមីននោះវាគួរឲ្យអស់សំណើចឲ្យខ្មាស់មែនតើដីជាដីរបស់ខ្មែរភូមិខ្មែររស់នៅទីនោះដែលចៅសៀមបានធ្វើការបណ្ដេញប្រជាជាតិខ្មែរចេញពីភូមិលំនៅឋានមួយចំនួនហើយត្រូវឈូសឆាយនៅទីតាំងកន្លែងនោះផងដែរក្នុងករណីឈូសឆាយបើមានវាផ្ទុះបាត់ទៅហើយតែវាអត់ត្រូវសំដែងអត់សមបែបខ្វះអ្នកដឹកនាំត្រឹមត្រូវធ្វើទៅតាមការគេប្រាប់មកក៏ហៃអាងគេទៅវាភ្លេចរបៀបធ្វើការសម្ដែងឲ្យបានសមកងអនុព័ន្ធយោធាចម្រុះជាតិសាសន៍ដែលនៅទីតាំងកន្លែងជាក់ស្ដែងគឺភូមិព្រៃច័ន្ទនិងភូមិជោគជ័យបានធ្វើការថតនិងកំណត់ហេតុបញ្ជូនទៅកាន់ប្រទេសឬក៏អង្គទូតនីមួយៗដែលប្រចាំនៅប្រទេសកម្ពុជានិងជាពិសេសគឺបញ្ជូនទៅគឺប្រធានអាស៊ានដែលមានលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ជាអ្នកដឹកនាំយើងដឹងច្បាស់ថាសៀមមិនត្រឹមតែអាម៉ាស់ទេនៅពេលចោលលួចគេបានវាគ្រាន់ដល់គេតាមតនវាក្រែលអញ្ចឹងឯងភាសាយើងសាមញ្ញបំផុតហើយខ្ញុំនិយាយពាក្យនោះពួកសៀមនឹងវាស្ដាប់បានព្រោះអីសៀមសូរិនពួកវានិយាយខ្មែរហ្នឹងប៉ុន្តែជាចោលបំរើក្រុមជនជាតិសៀមដែលคล้ายមកពីកំណើតកើតជារបស់ជនជាតិតៃដែលត្រូវបាន Han Empire អាណាចក្រហានបណ្ដេញចេញអំពីតំបន់យូណានក្រុងតៃនឹងចុះមកដល់ឲ្យខ្មែរជួយបានគុណបុណ្យខ្មែរឲ្យភ្លេចគុណខ្មែរគឺដូចពីព្រឹកថ្ងៃទី10តុលា2025អញ្ចឹងចង់ឈ្លានពានលួចទឹកដីរបស់ខ្មែរបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរដែលមានដំណាំនៅតំបន់ទាំងអស់នោះត្រូវបានចៅសៀមឈូសបំផ្លិចបំផ្លាញត្រង់នេះសៀមមិនអាចរួចខ្លួនឡើយត្រូវតែចេញសងការខូចខាតលំនៅឋានផ្ទះសម្បែងដំណាំដីធ្លីដែលពួកចៅសៀមបំផ្លាញយើងនឹងធ្វើការដឹងឲ្យពួកចៅសៀមនិងរដ្ឋាភិបាលទីមួយរបស់សៀមធ្វើការដោះស្រាយបញ្ហាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់ប្រទេសមួយទៀតគឺជាប្រទេសកម្ពុជាអញ្ចឹងបងប្អូននៅភូមិព្រៃច័ន្ទបងប្អូននៅភូមិជោគជ័យអ្វីដែលសៀមបំផ្លិចបំផ្លាញ
យើងនឹងធ្វើការប្តឹងតវ៉ាឲ្យពួកចៅសៀមធ្វើការទទួលខុសត្រូវនឹងអាម៉ាស់គេយ៉ាងខ្លាំងព្រោះកងអនុព័ន្ធយោធាបានឃើញសកម្មភាពឈ្លានពានរបស់សៀមយ៉ាងប្រកបផ្ទាល់នឹងភ្នែកមិនអាចប្រកែកបានបន្លំនឹងបានហើយអញ្ចឹងខ្ញុំបាទសូមសង្ខេបខ្លីថាការរំលោភបាត់ឈប់បាញ់របស់សៀមតាំងតែពីដើមកាលមកមិនមែនទឹកថ្ងៃនេះទេសៀមវាប្រើក្បាលវាពីរអាពុះផលិតវាហ្នឹងណាដាក់មកកញ្ញល់ញែករត់បាត់លើហើយអញ្ចឹងបានធ្វើសង្គ្រាមមួយខ្មែរ5ថ្ងៃងាប់មកកណ្ដោហ្នឹងហើយអត់បានឈ្នះខ្មែរសូម្បីតែបន្តិចមានសុភាវុធមានក្របបាច់ចង្កោមមានអូស្មានបង្ហូរទឹកភ្នែកមាន F16 ចាំណាដែលហ៊ានសៀមលន់មាត់ថាប៉ុណ្ណឹងខ្មែរនៅតតាំងបណ្ដេញចោលសៀមចាក់ចេញពីប្រាសាទទាំងអស់គឺប្រាសាទតែមន់ធំតែមន់តូចប្រាសាទតាកបីតំបន់មុំ3ភ្នំត្រប់ភ្នំខ្មោចរបស់ព្រះវិហារត្រូវបានចៅសៀមរត់ខ្ចាក់ខ្ចាយស្លាប់រៀលខ្លាយជាចំណីថ្មសំណាងហើយមានបាត់ឈប់បាញ់ចុះជាធរមានកាលពីថ្ងៃទី28កក្កដា2025ទើបពួកអាចៅសៀមឯងអាចចូលទៅក្នុងតំមន់បានញើមញែមរាយបលាលុះធ្វើដូចជាខ្លួនគ្រាន់បើទៅហ៊ានខ្មែរខ្ពើមខ្មែរស្លូតហើយមានសេចក្តីស្មោះត្រង់ល្អសរិនធ្វើយកមកវិញស្រះកែធ្វើយកមកវិញត្រាតធ្វើយកមកវិញឲ្យជាប់ក្បែរយកមកវិញទាំងអស់យូរទៅនឹងយកអស់មកវិញទាំង37ខេត្តចៅសៀមប្រាប់ខ្លួនឯងប្រជាជាតិសៀមដែលមានគំនិតចោលស្មុករោគក៏ប្រាប់ខ្លួនឯងពួកឯងពុំមែនជាប្រជាជាតិដែលមានវប្បធម៌អារីធម៌រុងរឿងទេពួកឯងជាប្រជាជាតិដែលមានអារីធម៌ចោលវប្បធម៌ចោលហើយស្ដេចនឹងមកខົບខិតជាមួយពួកចោលចឹងស្ដេចគឺស្ដេចចោលនិយាយដោយត្រង់បើស្ដេចជាមនុស្សល្អខ្ញុំគោរពស្រឡាញ់ជាប្រជាជាតិមនុស្សជាតិដ៏ល្អត្រឹមត្រូវអញ្ចឹងហើយបានពេលនេះឯងអត់អាចយកឲ្យបានទេព្រោះឯងដឹងថាខ្មែរមិននឹកស្មានដល់ម្លឹងឯងកុំភ្លេចណាមេតបខ្មែរច្រើនណាស់តាំងពីសម័យដើមមកឯងសំណាងឲ្យពួកលោកទាំងអស់អនុគ្រោះឯងច្រើនណាស់ហើយតែដល់នេះឯងមិនអាចរួចខ្លួនទេបំផ្លាញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកឯងបំផ្លាញវប្បធម៌សកលលោកទាំងមូលដែលគេរក្សាដើម្បីទុកឲ្យមនុស្សម្នាលើលោកអាចមកទស្សនាឯងក្តៅក្រហាយឯងមិនបានឯងទម្លាក់ក្របបំផ្លាញប្រាសាទឯងទម្លាក់យ៉ាងណាក៏ដោយអាចោលសៀមកូនខ្មែរចំនួនក្រោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើងធ្វើប្រាសាទយ៉ាងស្អាតឯងត្រូវតែត្រៀមខ្លួនចេញលុយសងការខូចខាតទាំងឡាយទាំងការខូចខាតប្រាសាទទាំងការខូចខាតតំបន់សាធារណៈរបស់ប្រជាជាតិខ្មែរប្រជាជនខ្មែរសាលារៀនវត្តអារាមដែលអាចបំផ្លិចបំផ្លាញកុំលយឯងរត់រួចទេហើយព្រឹកមិញនេះខ្មាស់ខ្លីខ្លាំងណាស់យកស្អីមកបិទក៏បិទមិនចិត្តដែរអនុព័ន្ធយោធាទាំងក្រុមធ្វើការកត់ត្រា IoT នៅកម្ពុជារបស់យើងដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីដែលជាអនុព័ន្ធយោធាហើយនៅទីនេះក៏មានការអញ្ជើញបាទសម្របសម្រួលដោយឧត្តមសេនីយ៍ឯកបាទនៃក្រសួងការពារជាតិផងដែរបាទទាំងការថតយករូបភាពផ្ទាល់ជាក់ស្ដែងពីកន្លែងដែលចៅសៀមទន្ទ្រានឈ្លានពានគឺភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងនេះខ្ញុំបានសង្ខេបឲ្យខ្លីថារំលោភបទឈប់បាញ់4ប្រការទី1គឺបញ្ឈប់ការបាញ់គ្នាភ្លាមដោយលក្ខខណ្ឌទី2អត់ត្រូវចល័តតបទេប្រការទី3គឺរំលោភខ្ញុំបាទនឹងបង្ហាញជូនហើយនឹងរៀបចំដាក់ជូនបងប្អូនទាំងអស់គ្នាប្រការទី3គឺរំលោភលើអនុសារណៈនៃការយោគយល់គ្នាត្រង់ចំណុចទី2មាត្រាទី4នៃ MOU ឆ្នាំ2000រំលោភត្រង់ហ្នឹងមានន័យថាម៉េចនៅពេលបញ្ចប់ការវាស់វែងនឹងខណ្ឌសីមាព្រំដែនតំបន់ភាសាអង់គ្លេសឬប្រាសាទ sector
និមួយអនុសារណៈនៃការយោគយល់គ្នាមួយនឹងត្រូវចុះហត្ថលេខាដោយសហប្រធាននៃគណៈកម្មការចម្រុះព្រំដែនលោកអ្នកដឹងទេកន្លែងនេះខ្ញុំមិនចង់ឲ្យរដ្ឋាភិបាលទៅចរចាជាមួយអាស៊ានទេពីព្រោះអាស៊ានវាជាទីងមងយើងមនុស្សធំធើទៅចរចាមួយទីងមងមិនកន្លែងហ្នឹងគឺអត់ត្រូវចរចាជាមួយវាទេវាខ្លាចច្បាប់អន្តរជាតិខ្លាំងណាស់គឺឲ្យតែនិយាយទៅកាន់តុលាការអន្តរជាតិអាស៊ានវិលមុខបុកគ្នាព្រោះទី1វាថាអត់ទៅទេអត់ឲ្យមានប្រទេសទី3ចូលរួមទេវាចង់បានតែ2នាក់នឹងចរចាមួយគ្នាចរចាយ៉ាងម៉េចអាមួយចោលលួចចោលប្លន់មកជាហៀងទៀតរដ្ឋាភិបាលទីងមងហើយនិយាយជាមួយរដ្ឋាភិបាលយើងត្រឹមត្រូវយើងមិនចង់ចូលរួមប្រជុំជាមួយវាទេត្រូវតែប្តឹងទៅដល់តុលាការអន្តរជាតិដោយគ្មានការគិតសំបីតែមួយវិធីទៅវឹងតែម្ដងដឹងវាហើយវាលែងធ្វើអីយ៉ាងកើតហើយវាសង្ឃឹមថាវាពាក់បលាលោះបានដូចឡាវពាត់ឲ្យវាយកនៅប្រទេសកម្ពុជាចោលសៀមនិងស្ដេចសៀមនិងពួកក្រុមអាយ៉ងរបស់រដ្ឋាភិបាលទីងមងសៀមអាចធ្វើដូចជាមួយលាវបានទេពីព្រោះប្រជាជាតិខ្មែរប្រជាជាតិកម្ពុជាគឺជាប្រជាជាតិអច្ឆរិយៈបើមិនចឹងមិនក្បាលពួកឯងចង់បានប្រាសាទរបស់ខ្មែរទេយល់ហើយឬនៅខៅใจឬមិនបកប្រែឲ្យគ្នាឯងស្ដាប់ផងអាចោលសៀមកុំបន្លំឲ្យសោះឯងចេះស្ដាប់ខ្មែរចេះនិយាយខ្មែរអញ្ចឹងក្នុងលក្ខខណ្ឌទី3គឺរំលោភលើអនុសារណៈយោគយល់គ្នា MOU ឆ្នាំ2000ចូលដល់លក្ខណៈទី4លក្ខណៈទី4គឺរំលោភលើគោលការណ៍សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិសិទ្ធិក្នុងការទទួលបានលំនៅឋានរស់នៅសមរម្យនិងជីវភាពសមរម្យនៅក្នុងមាត្រាទី25សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនិងមាត្រាទី11កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌និងសិទ្ធិលើកម្មសិទ្ធិមាត្រាទី17សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សបាននេះចោលសៀមមានប្រទេសជាតិដែលរុងរឿងឯណាបំផ្លិចបំផ្លាញច្បាប់ទម្លាប់អន្តរជាតិដាក់នៅក្នុងលក្ខខណ្ឌមួយប្រល័យពូជសាសន៍ឯងមកប្រល័យពូជសាសន៍ខ្មែរមិនបានទេចាំខ្មែរទាំងអស់ល្អដែលរស់នៅក្នុងខេត្តសុរិន្ទខេត្តត្រាតបុរីរាមអយុធ្យាសក្ខោតីឈៀងម៉ៃឈៀងរៃខេត្តទាំង37នោះគឺប្រកាសជាខ្មែរល្អជាច្រើនដែលរស់នៅក្នុងទីនោះដែលគេមានការឈឺចាប់ចំពោះការឯងពួកអតីសយាមនឹងបំផ្លិចបំផ្លាញសេចក្តីរស់នៅនឹងការមានវប្បធម៌ដ៏រុងរឿងរបស់ខ្មែរឯងចម្លងរបស់ខ្មែរហើយឯងបង្ខាំងខ្មែរទាំងអស់នោះមិនឲ្យមានការដឹងយល់អីច្បាស់លាស់ក្រៅពីធ្វើទៅតាមពួកឯងហើយតាមពិតវប្បធម៌ដែលឯងមានសពថ្ងៃគឺជាវប្បធម៌ដែលឯងចម្លងពីខ្មែរអក្សរឯងសរសេររាល់ថ្ងៃគឺជាអក្សរចម្លងពីខ្មែរអរិយធម៌របស់ឯងគឺជាអរិយធម៌របស់ខ្មែរពុទ្ធសាសនាគឺឯងទទួលយកពីការសាបព្រោះពីអាណាចក្រខ្មែរចាំដូច្នេះការរំលោភទាំង4ចំណុចសំខាន់នេះគឺមិនអាចលាក់បាំងផ្នែកអន្តរជាតិបានឡើយរំពឹងទុកថាខ្មែរទាំង37ខេត្តដែលជាខ្មែរល្អខ្មែរមានសិលមានសេចក្តីថ្លៃថ្នូរខ្មែរទាំងអស់នោះគឺជាខ្មែររបស់អាណាចក្រខ្មែរនិងជាខ្មែររបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមិនថាត្រឹមពួកឯងទេខ្មែរសុរិន្ទខ្មែរទាំងឡាយនៅក្នុងប្រទេសសៀមសិតតែជាបងប្អូនខ្មែរទេអាតៃឯងប្រយ័ត្នឲ្យមែនតើនៅក្នុងប្រទេសកម្ពុជាក្រោមសប្តាហ៍ថ្ងៃក៏សិតសឹងតែជាខ្មែរជាង20ខេត្តនៅក្នុងប្រទេសលាវក៏ដូចនោះដែរអញ្ចឹងទាំងអស់នោះសរុបមកថ្ងៃណាមួយคล้ายទៅជាអាណាចក្រខ្មែរទី2ជាពំខានឯងចាំមើលចុះពួកឯងក៏ស្លាប់ខ្ញុំក៏ស្លាប់ក្មេងចំនួនក្រោយនឹងដឹងកិច្ចការនេះវីដេអូនេះគឺជាសក្ខីកម្មសម្រាប់ក្មេងៗចំនួនក្រោយឲ្យដឹងថាការតតាំងត
ស៊ូជាមួយនឹងការទន្ទ្រានឈ្លានពានរបស់ចៅសៀមមានការលំបាកកម្រិតណាហើយនឹងមានការជោគជ័យបានកម្រិតណានឹងមានភាគីអន្តរជាតិទទួលស្គាល់ទង្វើឈ្លានពានហើយចៅសៀមត្រូវតែកិច្ចមិនផុតពីការសង់ទៅលើការខូចខាតទៅលើព្រះវិហារជាបេតិកភណ្ឌពិភពលោកផ្ទះសម្បែងប្រជាជនសាលារៀនមន្ទីរពេទ្យវត្តអារាមដែលវាបានបំផ្លាញវាគ្មានសាសនាទេបើពួកចៅសៀមមានសាសនានោះវាមិនហ៊ានបំផ្លាញបេតិកភណ្ឌពិភពលោកវានឹងមិនហ៊ានបំផ្លាញវត្តអារាមរបស់ខ្មែរដែលជាពុទ្ធសាសនិកជនដូចសៀមល្អនៅក្នុងប្រទេសសៀមសប្តាហ៍ថ្ងៃដែរយ៉ាងណាមិញច្បាប់នឹងដាក់ទោសឯងទៅតាមផ្លូវអាណាចក្រហើយច្បាប់ធម្មជាតិនឹងដាក់ទោសពួកឯងនៅក្នុងសភាវៈធម្មជាតិទើបពួកឯងកំពុងតែជួបគ្រោះទឹកជំនន់បាក់ស្រុតខ្មែរហៅថាបធនីស្រូបហើយពួកចៅសៀមដែលចេះខ្មែរឡាប់ហ្នឹងណាស្ដាប់ហើយខំបន់ស្រន់ជាភាសាខ្មែរទៅអីដូនតាណាទៅជួយឯងបើឯងមកបំផ្លាញដូនតាខ្មែរពិតប្រាកដមានតែសេចក្តីល្អទេដែលផ្ដល់ឲ្យភាពរុងរឿងនៃជីវិតបានយើងជាខ្មែរគឺខ្មែរតែមួយត្រូវតែសាមគ្គីគ្នាត្រូវតែរៀបចំជ្រងទង់ជាតិកម្ពុជាឲ្យខ្ពស់ត្រដែតហើយប្រឆាំងដាច់ខាត់ចោលឈ្លានពានទឹកដីគឺជាចោលសៀមក៏ដោយយួនក៏ដោយឲ្យតែឈ្លានពានទឹកដីខ្មែរគឺត្រូវតែយើងប្រឆាំងដាច់ខាត់ទឹកដីខ្មែរមិនអាចប្រែប្រួលបានឡើយ 181,035 គីឡូម៉ែត្រការ៉េរូបរាងរបស់ផែនទីរបស់យើងយ៉ាងណាគឺនៅត្រង់នោះហើយនឹងធ្វើការវាស់វែងចុះចាក់ GPS ដើម្បីពិនិត្យមើលទាំងអស់គ្នាផ្ដល់សេចក្តីសុខចម្រើនរបស់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែនខ្មែរព្រោះបន្តិចទៀតយើងចាស់ស្លាប់អស់ហើយកុំឲ្យក្មេងកើតក្រោយមកគ្នាវេទនាព្រោះតែចាស់មិនបានធ្វើកិច្ចការងារជួយដល់សេចក្តីសុខរបស់កូនចៅយើងជំនាន់ក្រោយយ៉ាងណាមិញយើងជាខ្មែរត្រូវតែជួយគ្នាជាដរាបសូមអំពាវនាវបងប្អូនខ្មែរទាំងអស់គ្រប់និន្នាការនយោបាយគ្រប់វ័យគ្រប់ឋានៈបុណ្យស័ក្តិរាប់តាំងពីប្រជាជនរហូតដល់ព្រះសង្ឃរហូតដល់ព្រះមហាក្សត្រគឺយើងសិតសឹងតែជាប្រជាជាតិខ្មែរដ៏ល្អផូរផង់យើងត្រូវតែឈ្នះចោលយួនចោលសៀមឈ្លានពានទឹកដីខ្មែរយ៉ាងប្រកបអត់ឲ្យបាត់1 មីលីម៉ែត្រទេមិនមែននិយាយតែមកទេត្រូវតែវាស់វែងទៅតាមគោលការណ៍ជាក់ស្ដែងដែលយើងអាចធានាថាអធិបតេយ្យពេញលេញបូរណភាពទឹកដីដ៏អស្ចារ្យដែលមានអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទឹកដី 181,035 គីឡូម៉ែត្រការ៉េដោយប្រកបយ៉ាងណាយើងមានព្រះមហាក្សត្រយើងមានរដ្ឋាភិបាលយើងដោះស្រាយជួយគ្នាដើម្បីពង្រឹងការរស់នៅដោយសុខដុមរមនាក្មេងសកលក្រោយកើតមកអត់ចាំបាច់ព្រួយទេបន្តិចទៀតធ្វើការចាប់ជាមួយចៅសៀមយើងរៀបចំធ្វើរបងខ្ញុំជឿថាប្រជាជាតិខ្មែរនឹងស្ម័គ្រគ្រប់បែបយ៉ាងក្នុងការធ្វើរបងដាច់អំពីការឈ្លានពានរបស់ចៅសៀមឬចៅយួនរបងនោះគឺមិនមែនរបងលុះបន្លាដែលចៅសៀមកពេកប៉ុកទេយើងធ្វើរបងបែបផែនកំផែងមហានគរយើងធ្វើរបៀបហ្នឹងសូមបែរតែគាត់មកពឹងមកមិនបែកផងខ្ញុំបាទអរគុណច្រើនហើយសង្ឃឹមថាការសន្ទនានិងការនិយាយទៅកាន់បងប្អូនធ្វើឲ្យបងប្អូនមានទឹកចិត្តរឹងមាំទាំងអស់គ្នាខ្ញុំបាទសូមអរគុណសូមអរគុណសូមជម្រាបលា